នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមបានមានប្រសាសន៍ថាការប្រៀបធៀបអ្នកដែលអនុវត្តតាមបទបញ្ជារបស់អល់ឡោះនិងអ្នកដែលបំពាននឹងបទបញ្ជារបស់អល់ឡោះគឺដូចជាក្រុមមួយដែលចាប់ឆ្នោតឡើងកប៉ាល់មួយអ្នកខ្លះនៅខាងលើនិងអ្នកខ្លះទៀតនៅខាងក្រោមអ្នកនៅខាងក្រោមពេលចង់ដងទឹកត្រូវឆ្លងកាត់អ្នកខាងលើពួកគេបានពិភាក្សាគ្នាថាប្រសិនបើពួកយើងចោះរុនមួយនៅក្រោមនេះដើម្បីកុំឲ្យមានបញ្ហាដល់អ្នកនៅខាងលើយើងពេលយើងឡើងទៅដងទឹកវាជាការប្រសើរពេលនោះប្រសិនបើពួកអ្នកខាងលើទុកឲ្យពួកអ្នកនៅខាងក្រោមចោះរុននឹងធ្វើអ្វីដែលពួកគេចង់នោះពួកគេនឹងវិនាសទាំងអស់គ្នាតែបើពួកអ្នកខាងលើរារាំងនិងហាមឃាត់ដោយដៃរបស់ពួកគេនឹងមានសុវត្ថិភាពទាំងអស់គ្នា